បរិះម្នាក់បានប្រយុទ្ធជាមួយនឹងនាងចាឃាតករដ៏ខ្លាំងពូកែគាត់មិនអាចទប់ទល់នឹងកម្លាំងត្រជាក់ដ៏ខ្លាំងក្លារបស់គូប្រកួតបានទេហើយដៃរបស់គាត់ក៏កកដោយទឹកកកយ៉ាងលឿនពេលដែលគាត់សន្លប់ទៅមិត្តស្រីរបស់គាត់បាននាំគាត់ទៅកាន់ប្រាសាទមួយហើយបានអង្វរបុគ្គលិកប្រាសាទឲ្យជួសជុលដៃរបស់គាត់គ្រូពេទ្យប្រាសាទបានប្រាប់នាងថាមានតែការបំពាក់ដៃប៉ុណ្ណោះតែបានមកពីប្រាសាទទើបអាចជួយសង្គ្រោះបរិះនោះបានប្រតិបត្តិការនេះបានជោគជ័យហើយបរិះនោះក៏បានដឹងខ្លួនឡើងវិញភ្លាមគាត់បានរកឃើញថាដៃរបស់គាត់បានคล้ายទៅជាដៃយន្តតែចាស់ហើយខ្សោយមិនអាចប្រើសម្រាប់សងសឹកបានឡើយបរិះនោះបានធ្លាក់ចូលក្នុងភាពអស់សង្ឃឹមយ៉ាងខ្លាំងហើយមិត្តស្រីរបស់គាត់បានកត់សម្គាល់ឃើញភាពមិនទៅសង្ស័យនៅក្នុងចិត្តរបស់គាត់នាងនៅក្បែរគាត់ដោយស្ងៀមស្ងាត់នាងបានទាញគាត់ចេញពីពិភពនៃការបាក់ទឹកចិត្តប៉ុន្តែពេលវេលាមិនរងចាំអ្នកណាឡើយកម្លាំងធម្មពលដ៏ខ្លាំងក្លាមួយបានវាយប្រហារមកហើយធម្មនោះជារបស់ឃាតករបានវាយប្រហារទម្លុះចូលមកក្នុងប្រាសាទហើយអ្នកទាំងអស់គ្នាត្រូវបង្ខំចិត្តប្រយុទ្ធជាមួយសត្រូវស្ត្រីនោះមិនមានកម្លាំងដើម្បីការពារខ្លួនឡើយហើយមិនយូរប៉ុន្មាននាងក៏ត្រូវវាយទម្លាក់ទៅលើដីបរិះនោះចង់រត់ទៅជួយនាងប៉ុន្តែត្រូវបានបរិះមានធំខត់ទុកនៅចំពោះមុខការវាយប្រហារដ៏ញ័រដ៏ធំដៃយន្តស្គមស្កាំងរបស់បរិះនោះមិនមានភាពធន់ទ្រាំអ្វីឡើយដោយការវាយយ៉ាងធ្ងន់របស់អ្នកចម្បាំងដ៏ខ្លាំងពូកែរូបនោះគាត់ត្រូវបានបោះទៅជ្រុងម្ខាងហើយមិត្តស្រីរបស់គាត់ក៏ត្រូវបានបោះមកធ្លាក់ក្បែរគាត់ដែរភ្លាមបន្ទាប់មកសត្រូវបានប្រើភ្នែកឡាស៊ែរបស់វាដើម្បីកាត់រូបសំណាកហើយព្យាយាមសម្លាប់ពួកគេដោយថ្មដែលធ្លាក់ចុះបរិះនៅជ្រុងនោះបានគេចផុតដោយសោកនាដកម្មប៉ុន្តែមិត្តស្រីរបស់គាត់ត្រូវបានកិនដោយថ្មដ៏ធំមួយគាត់បានព្យាយាមលើកថ្មដោយដៃទាំងពីរប៉ុន្តែដៃចាស់របស់គាត់ស្ទើរតែបាក់បែកគាត់មិនព្រមចុះចាញ់ឡើយបន្ទាប់ពីស្រូបខ្យល់ដង្ហើមយ៉ាងច្រើនគាត់បានប្រឹងប្រែងជាលើកចុងក្រោយហើយនៅពេលដែលគាត់ចិត្តអស់កម្លាំងភ្លាមនោះស្រាប់តែមានអពុហេតុមួយបានកើតឡើងដៃចាស់របស់គាត់បានធ្វើការផ្លាស់ប្ដូរដោយខ្លួនឯងយ៉ាងចម្លែកធ្វើឲ្យគាត់មានអារម្មណ៍ថាមានធម៌ពលដ៏ខ្លាំងក្លានៅក្នុងខ្លួនគាត់សូមជួយចុច like share និង follow ផែនម្នាក់មួយផងទុកជាការលើកទឹកចិត្តដល់ admin សូមអរគុណជួបគ្នាក្នុងវីដេអូក្រោយ